អ្នកពេទ្យថ្មីក្រុមហ៊ុនកាហ្វេល្បីឈ្មោះ Starbucks បានប្រកាសថានឹងបង្កើតសហគ្រាសរួមឬ Joint Venture ជាមួយក្រុមហ៊ុនវិនិយោគ Boyu Capital ដោយផ្ទេរភាគហ៊ុនគ្រប់គ្រងប្រហែល 60% នៃអាជីវកម្មលក់រាយ Starbucks នៅចិនដែលមានតម្លៃសរុបប្រហែល $4,000 លានតាមកិច្ចព្រមព្រៀងនេះ Starbucks នឹងនៅតែរក្សាទុកភាគហ៊ុន 40% ហើយបន្តកាន់កាប់កម្មសិទ្ធិបញ្ញានិងម៉ាកសញ្ញារបស់ខ្លួននៅក្នុងប្រទេសចិនក្រុមហ៊ុនបានបញ្ជាក់ថាតម្លៃសរុបនៃអាជីវកម្ម Starbucks នៅចិនរួមទាំងប្រាក់លក់ភាគហ៊ុននៅសល់និងចំណូលពីសិទ្ធិប្រើម៉ាក Royalties នឹងលើស $13,000 លានហេតុផលនៃការសហការនេះដោយសារចិនគឺជាទីផ្សារធំបំផុតទី2របស់ Starbucks បន្ទាប់ពីសហរដ្ឋអាមេរិកប៉ុន្តែការរីកចម្រើនបានធ្លាក់ចុះចុងក្រោយនេះតាមរបាយការណ៍ពី Reuters ភាគរយទីផ្សាររបស់ Starbucks បានធ្លាក់ចុះពីប្រហែល 34% ក្នុងឆ្នាំ 2019 មកត្រឹម 14% ក្នុងឆ្នាំមុនការប្រកួតប្រជែងកើតឡើងយ៉ាងខ្លាំងដោយក្រុមហ៊ុនកាហ្វេក្នុងស្រុកដូចជា Luckin Cafe និង Coty Cafe ផ្ដល់ជូនភេសជ្ជៈតម្លៃទាបប្រហែល $9.9 យួនឬ $1.4 ខណៈពេលដែល Starbucks ត្រូវបានចាត់ទុកថាជាម៉ាកថ្លៃ Starbucks មានគោលបំណងបង្កើនចំនួនហាងពីប្រហែល 8,000 ហាងទៅជា 20,000 ហាងនៅទូទាំងប្រទេសចិនការចូលរួមជាមួយ Boyu Capital ដែលមានបទពិសោធន៍ក្នុងទីផ្សារអតិថិជននិងទំនាក់ទំនងក្នុងប្រទេសចិនគឺជាវិធីសាស្ត្រដើម្បីបង្កើនល្បឿនពង្រីកធ្វើឲ្យប្រសិទ្ធភាពថ្លៃដើមនិងឆ្លើយតបល្អជាងមុនចំពោះតម្រូវការរបស់ទីផ្សារក្នុងស្រុកទោះជាយ៉ាងណា Starbucks នឹងបន្តរក្សាភាពជាម្ចាស់ម៉ាកដោយអនុញ្ញាតឲ្យសហគ្រាសរួមដំណើរការផ្នែកអាជីវកម្មប្រចាំថ្ងៃ